តាមពិតដូចខ្ញុំជម្រាបចឹងថ្ងៃនេះគឺជាថ្ងៃដ៏សោកសង្រេងខ្លាំងមែនទែនចំពោះខ្ញុំសែនគ្រោះក្ដួលនៅក្នុងផ្លូវចិត្តដោយសារតែពេលដែលឃើញព័ត៌មានតាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ពីរធំនៅក្នុងថ្ងៃតែមួយតែនៅទីតាំងពីរខុសគ្នាតែស្ថានភាពអត់ខុសគ្នាទេគឺស្ថានភាពកម្មករគឺលំបាកខ្លាំងណាស់បងប្អូនមើលទៅរកម្មភ្នែកណាស់គេដឹកកម្មករយកទៅធ្វើការដូចដឹកជ្រូកដឹកកបីជួនកាលអាចដឹកគោដឹកជ្រូកដឹកកបីអាចមានភាពប្រសើរជាងដឹកកម្មករនឹងទេដឹងព្រោះគេដាក់ជ្រូកដាក់អីគេមានថ្នាក់គេមានអីខាំងរបាំងឈើអីកុំឲ្យគោនឹងអាចលូតចេញពីរថយន្តអីបានអញ្ចឹងណាប៉ុន្តែបើដឹកកម្មករវិញបងប្អូនទៅមើលទៅមករៀមដៃចាក់តើយើងមានតម្លៃលើសពីសត្វធាតុប្រមាណទៅនៅពេលដែលយើងជិះប្រជ្រៀតគ្នាដូច្នេះហើយខ្ញុំនិយាយនេះគឺម្ដងនេះខ្ញុំនឹងប្រលះអាជ្ញាធរមានសមត្ថកិច្ចឲ្យអស់ដៃម្ដងដើម្បីឲ្យអស់ចិត្តដែរព្រោះអីអាណិតស្រឡាញ់និងសោកស្ដាយជីវិតកម្មករទាំង14នាក់ដែលមិនគួរណាស្លាប់សោះហើយបើសិនជាវិធានការការពារក៏អាចការពារបានដែរបើសិនជាយើងមានចំណាត់ការច្រើនយ៉ាងដែលខ្ញុំនឹងពន្យល់បន្តិចទៀតហើយខ្ញុំដកស្រង់មតិជាច្រើនណារបស់បងប្អូននិយាយពីរឿងស្ថានភាពចរាចរណ៍នៅកម្ពុជាហ្នឹងគាត់ថាខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រៀមក្រំដល់ក្រុមគ្រួសារសពទាំងអស់នៃគ្រួសារកម្មការិនីដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំងនិងខេត្តស្វាយរៀងនៅថ្ងៃនេះ14នាក់មិនតិចទេបងប្អូនហើយភាគច្រើនជាស្ត្រីព្រោះកម្មការិនីរោងចក្រនឹងគ្នាជាបង្គោលគ្រួសារណាបងប្អូនទៅធ្វើការមួយគ្រួសារជួនកាលមានតែស្ត្រីម្នាក់នឹងឯងដែលជាបង្គោលរកទទួលទានប្រាក់ខែបានប្រមាណបងប្អូន$210ព្រលឹមចេញព្រលុបចូលជួនកាលដើម្បីបានប្រាក់ថែមតិចតួចទៅព្រោះអា210ហ្នឹងគឺវាមិនគ្រប់ទេគឺត្រូវការថែមម៉ោងថែមអីចេញតាំងពីព្រលឹមអុលរហូតតតែយប់ជ្រៅបានជួបមុខក្រុមគ្រួសារអីអញ្ចឹងហើយបានតែមកកែមិនទាំងចង់គ្រប់ទៅទៀតហើយប៉ុន្តែថ្ងៃនេះគឺមានគ្រួសារច្រើនណាស់ដែលចាក់ចេញពីផ្ទះអត់បានវិលទៅផ្ទះវិញទេមិនចំពោះថាទូរស័ព្ទប្រាប់កូនចៅថានឹងទទួលទានអាហារល្ងាចជុំគ្នាយ៉ាងណាទេគឺជាទូរស័ព្ទចុងក្រោយហើយនេះគឺជារឿងសោកសង្រេងមែនតើបងប្អូនដែលគ្រោះថ្នាក់ចរាចរណ៍នេះគឺបានផ្ដាច់ផ្ដិលជីវិតមនុស្សដ៏រដុករណែលពេញផ្លូវហើយរកម្មចិត្តអាណិតអាសូរបងប្អូនទី1គឺយើងបាត់ធនធានបាត់ប្រភពចំណូលរបស់គ្រួសារមិនដឹងជាគ្នាកើតទុកខ្លោចផ្សារតើស្ថានភាពគ្រួសារកំពុងតែដាបស្រាប់នឹងតើវានឹងរងទុកធ្ងន់ប៉ុណ្ណាទៅទៀតទៅហើយតើបន្ទុកនេះអ្នកណាជួយហើយចុះតើអ្នកដតីទៀតនឹងបាក់ស្បាតនឹងភ័យស្លន់ស្លោស្លុតចិត្តនឹងប៉ុណ្ណាទៀតតើជំងឺផ្លូវចិត្តនេះនឹងមានដាបប៉ុណ្ណាតើស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះវាមានប្រសើរអីទេព្រោះអីបើតាមមើលឃើញដូចជាខំប្រឹងណាស់ដែរអាជ្ញាធរមូលដ្ឋានអាជ្ញាធរគ្រប់លំដាប់ថ្នាក់នឹងឮតែប្រឹងតែដល់ពេលហើយគ្រោះថ្នាក់ចរាចរណ៍នេះគឺជាលើកទី1ហើយដែលគ្រោះថ្នាក់ចរាចរណ៍ស្លាប់កម្មករច្រើនជាងគេនៅក្នុងប្រវត្តិនៃការគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវខ្ញុំអានសាររបស់ក្រសួងការងារបន្តិចដើម្បីឲ្យដឹងថាតួលេខពិតប្រាកដហ្នឹងមានកម្មករប្រមាណរបួសកម្មករប្រមាណស្លាប់ហើយកើតហេតុហ្នឹងនៅទីតាំងណាខ្លះនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារគឺក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈវគ្គមានសេចក្តីរន្ធត់យ៉ាងក្រៃលែងខ្ញុំសូមសរសើរការផ្ដើមលិខិតរបស់ក្រសួងការងារកន្លែងនេះដែលសរសេរត្រូវបើសិនជាគាត់ដាក់ថាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានកិត្តិយសសូមជម្រាបថាកម្មករស្លាប់14នាក់ដោយអារឿងតែទាហានយើងពាក់លីទៀតខ្ញុំប្រលះក្រសួងការងារនេះឲ្យណានៃហ្មងប៉ុន្តែគេធ្វើកើតហេតុអីបានក្រសួងការងារគេធ្វើកើតខ្ញុំឆ្ងល់អារឿងក្បាលលិខិតដែលមិនដាក់ថាយើងមានកិត្តិយសអញ្ចឹងមកអារឿងធ្លាក់ដល់បាតដាលណាក៏កិត្តិយសដែរនេះគឺជារឿងនិយាយត្រូវហើយខ្ញុំសូមសរសើរលើកទឹកចិត្តឲ្យក្រសួងមន្ទីរទាំងអស់ឲ្យលោកបើកភ្នែកមើលឡើងវិញនៃការសរសេរផ្ដើមលិខិតមិនមែនលិខិតមកចេះ copy ច្រឡំតាមគ្នាឲ្យតែស្អីក៏ដោយក៏សិតតែមានកិត្តិយសសូមជម្រាបទេមិនមែនអញ្ចឹងទេមានកិត្តិយសសូមជម្រាបតែដំណឹងល្អទេតែដល់ពេលដំណឹងថាគេវាយយើងស្លាប់អស់ប៉ុណ្ណេះអ្នកយើងមានកិត្តិយសអាហ្នឹងវាជារឿងក្មេងបៀមដៃក៏មើលថាមិនត្រូវដែរតែអស់លោកមើលទៅមិនឈឺក្បាលសោះយូរច្រើនដល់សូម្បីថ្មីហ្នឹងក៏នៅតែមានក្រសួងមន្ទីរខ្លះនៅតែសរសេរមានកិត្តិយសសូមជម្រាបជូនដំណឹងថាភាគីថៃអត់ព្រមបើកការចរចា JBC ទេអញ្ចឹងកិត្តិយសដែរគេប្រាប់មកអត់ព្រមចរចាដើម្បីបានដីខ្មែរមកខ្មែរវិញអញ្ចឹងកិត្តិយសដែរចង់បានថាគេថាខ្ញុំនឹងទៅទៀតហើយប៉ុន្តែតនឱកាសមានគឺជួយកែគ្នាខ្ញុំមិនទាមទារឲ្យរដ្ឋាភិបាលក្រសួងមន្ទីរអស់នឹងកែទេព្រោះអស់លោកដេកដាស់មិនភ្ញាក់ទេប៉ុន្តែនិយាយខ្លះទៅព្រោះកោបសឹកមាត់តដោកឆ្អែតពោះកបីអីក៏ដោយក៏ធ្វើឲ្យអស់លោកនឹងក៏ចេះជិះឆ្អាលឬក៏ខ្មាស់អៀននឹងអំពើផ្លេសផ្ដាស់ដែរតែខ្ញុំម្ដងទៀតខ្ញុំសរសើរក្រសួងការងារកន្លែងនេះមួយដែលផ្ដើមក្បាលលិខិតដ៏ត្រឹមត្រូវគាត់ថាក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈមានសេចក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន2ករណីដែលកើតឡើងព្រមគ្នានៅថ្ងៃទី23ខែឧសភានៅខេត្តកំពង់ឆ្នាំងនិងខេត្តស្វាយរៀងដោយគិតត្រឹមម៉ោង10ព្រឹកនេះគឺបណ្ដាលឲ្យបងប្អូនកម្មករនិយោជិតរងគ្រោះសរុបចំនួន93នាក់ក្នុងនោះគឺស្រី74នាក់ស្លាប់ចំនួន14នាក់អ្នកស្លាប់នោះគឺ10នាក់ជាស្ត្រីរបួសចំនួន15នាក់ស្ត្រីរបួស12នាក់និងរបួសស្រាលនិងរបួសធ្ងន់ហ្នឹងគឺ15នាក់របួសស្រាលគឺចំនួន64នាក់ក្នុងរបួសស្រាលហ្នឹងស្រី52នាក់ដែលរងរបួសករណីទី1គឺកើតឡើងនៅភូមិសាលាលេខ5ឃុំអូរស័យស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងរវាងរថយន្តដឹកទំនិញធុនធំជាមួយរថយន្តដឹកជញ្ជូនកម្មករនិយោជិតដែលមានជនរងគ្រោះចំនួន53នាក់ស្ត្រី50នាក់នៅក្នុងនោះស្លាប់9នាក់នៅក្នុងខេត្តកំពង់ឆ្នាំងហ្នឹងដែលស្ត្រី8នាក់ហើយ9នាក់ស្លាប់គឺស្ត្រី8ហើយនិយាយទៅស្ត្រីសឹងទាំងអស់របួសធ្ងន់9នាក់ស្រី8នាក់ហើយរបួសធ្ងន់ហ្នឹងស្រី8នាក់ទៀតនិងរបួសស្រាលចំនួន35នាក់ស្រី34នាក់និយាយទៅគឺនៅកំពង់ឆ្នាំងស្រី95%ហើយដែលទាំងស្លាប់ទាំងរបួសធ្ងន់នេះករណីទី2កើតឡើងនៅភូមិថ្មីសង្កាត់សង្ខនៅស្រុកស្វាយរៀងខេត្តស្វាយរៀងរវាងរថយន្តដឹកជញ្ជូនកម្មករនិយោជិតនិងរថយន្តដឹកជញ្ជូនកម្មករនិយោជិតដូចគ្នារថយន្តដឹកកម្មករ
បុករថយន្តកម្មករអានោះគឺរថយន្តដឹកកម្មករបុកនឹងរថយន្តធុនធ្ងន់នៅស្វាយរៀងនេះគឺរថយន្តកម្មករបុករថយន្តកម្មករមិនដឹងថាគាត់បើកអាម៉េចឲ្យតែបុកគ្នាកើតរថយន្តពីរបើកផ្លូវខុសគ្នាសោះនេះនយោជិតដឹករថយន្តកម្មករនៅសន្ទុះឡានដឹករថយន្តកម្មករដែលគ្រោះថ្នាក់នៅខេត្តស្វាយរៀងនេះគឺមានជនរងគ្រោះ40នាក់ស្ត្រី24អញ្ចឹងបានន័យថាប្រុសច្រើនជាងប្រុសមិនមែនច្រើនជាងប្រុស16ហើយនៅក្នុងនោះស្លាប់ចំនួន5នាក់ស្រី2នាក់អញ្ចឹងប្រុសស្លាប់3នៅស្វាយរៀងស្លាប់ប្រុសច្រើនជាងស្រីរបួសធ្ងន់ចំនួន6នាក់ស្រី4នាក់អញ្ចឹងស្រីរបួសច្រើនជាងប្រុសនៅរបួសស្រាលចំនួន29នាក់ស្រី18នាក់អញ្ចឹងស្ទើរតែប្រហាក់ប្រហែលគ្នាស្រីប្រុសរបួសស្រាលនេះអញ្ចឹងតកតងនឹងរឿងនេះអ្វីដែលក្រសួងការងារបញ្ជាក់ខ្ញុំអានអត់អស់ទេព្រោះច្រើនណាគាត់ថាអញ្ចេះគ្រោះថ្នាក់ចរាចរណ៍ថ្ងៃនេះគឺជាថ្ងៃដែលសោកស្ដាយបំផុតដែលមានករណីបងប្អូនកម្មករនយោជិតស្លាប់ច្រើនជាងគេក្រសួងនឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធបន្ថែមទៀតបាទស្ដាប់ឲ្យច្បាស់បងប្អូនណាក្រសួងនឹងធ្វើការងារជាមួយស្ថាប័នពាក់ព័ន្ធបន្ថែមទៀតដើម្បីបង្កើនសុវត្ថិភាពដឹកជញ្ជូនកម្មករនយោជិតដើម្បីបង្កើនសុវត្ថិភាពដឹកជញ្ជូនកម្មករនយោជិតធ្វើបន្ថែមទៀតដើម្បីបង្កើនសុវត្ថិភាពដឹកជញ្ជូនអញ្ចឹងក្រសួងក៏ចាត់ទុកថាសុវត្ថិភាពដឹកជញ្ជូនកម្មករនឹងមានបញ្ហាខំធ្វើដែរតែធ្វើអត់ទាន់គ្រប់ខំធ្វើបន្តទៀតបាទខ្ញុំឆ្លេះកន្លែងហ្នឹងសិនអំពីអ្វីដែលក្រសួងការងារគាត់លើកឡើងពីខំធ្វើជាមួយកិច្ចការស្ថាប័នពីរឿងកម្មករបងប្អូនតាំងពីខ្ញុំនៅធ្វើការវិទ្យុអាស៊ីសេរីរឿងដែលខ្ញុំតាមដានញឹកញាប់ជាងគេគឺរឿងដែលទូមនិញជាងគេមិនដឹងជាយ៉ាងម៉េចឯខ្ញុំគឺខ្ញុំអាណិតកម្មករយើងដែលគេដឹកដូចសត្វជ្រូកសត្វគោបងប្អូនដូចជ្រូកដូចគោអញ្ចឹងបើជ្រៀតគ្នាដូចម្រាមដៃអញ្ចឹងឡានកុំថាឡើយដល់ទៅប៉ះពៀតកិច្ចគ្នាបុកគ្នាណាបងប្អូនគ្រាន់តែប្រជ្រៀតគ្នានៅលើរថយន្តដែលជិះទៅកន្លែងធ្វើការហ្នឹងសឹងតែស្លាប់បាត់ហើយមិនទាន់ដល់កន្លែងធ្វើការផងជិះតែតាមផ្លូវធម្មតាផងមិនបាច់ថាដល់ទៅបុកគ្នាហើយខ្ញុំកាលពីពេលហ្នឹងខ្ញុំមិនមែនថាយកបងយកអីកិត្តិយសអីខ្លួនឯងទេគឺអំពាវនាវឲ្យសម្ភាសអស់ហើយប្រធានសហជីពប្រធានអីហ្នឹងឲ្យប្រធានសហជីពគ្រប់គ្នាត្អូញត្អែល្អូល្ទាំទៀមទាតម្រូវឲ្យរដ្ឋាភិបាលជួយកែប្រព័ន្ធដឹកជញ្ជូនហ្នឹងឲ្យល្អឲ្យមានសុវត្ថិភាពឲ្យមានខ្សែក្រវ៉ាត់កុំឲ្យជិះប្រជិតគ្នាអារឿងជិះប្រជិតគ្នាមកខ្ញុំឯងបងប្អូនទៅមើលរថយន្តគាត់អាបុកគ្នាហើយហ្នឹងអារថយន្តដឹកកម្មករមួយហ្នឹងម៉ាស៊ីនរថយន្តហ្នឹងសឹងថាទៅជាផេះផង់អស់លលួយខ្ទេចខ្ទីអស់ហ្មងគឺវាចាស់នោះចាស់ពេកគឺមើលអត់យល់ហ្មងតួរថយន្តម៉ាស៊ីនរថយន្តហ្នឹងគឺថាវាស្ទើរតែតាំងថាដួលថ្ងៃណាថ្ងៃហ្នឹងចិត្តតែយកមកជិះយកមកដឹកទៅដើម្បីឲ្យតែបានដល់រោងចក្រអីចឹងទៅរឿងសុវត្ថិភាពរឿងអីកុំខ្វល់តើវាសុវត្ថិភាពប៉ុណ្ណាតើហ្វ្រាំងហ្នឹងវាជាប់ទេតើកាឡាកង់ហ្នឹងវាល្អទេតើម៉ាស៊ីនហ្នឹងវាអាចនឹងរត់មិនកធិកធៈដែរទេតើហើយអើយច្រើនរឿងណាស់ហើយតើកង់ហ្នឹងក៏តែអញ្ចឹងដែរបងប្អូនឥឡូវមុននឹងខ្ញុំនិយាយដល់រឿងនេះចង់និយាយឲ្យអស់ហ្មងទៅមួយយប់នេះរឿងគ្រោះថ្នាក់ចរាចរណ៍នេះណាមិនមែនជារឿងលើកដំបូងទេច្រើនលើកច្រើនគ្រាហើយដែលរឿងហ្នឹងកើតឡើងយូរហើយដែលរឿងដឹកកម្មករទៅធ្វើការជិះដូចជ្រូកដូចក្បីហ្នឹងដូចគោហ្នឹងគឺដឹកអញ្ចឹងយូរហើយឮតាកែហ្នឹងគឺក៏ឮយូរហើយដែរខ្ញុំឮសូកែសម្រុកខ្លាំងជាងគេគឺ1ឆ្នាំពេលដែលខ្ញុំមុននឹងខ្ញុំចាញ់ពីវិទ្យុអាស៊ីសេរីខ្ញុំចាំនៅឆ្នាំ2021ប្រឹងគូក្រសួងមន្ទីរហ្នឹងគឺគេមានប្រព័ន្ធជួបគ្នាតាម Zoom ផងតាមអីផងគឺថាអូយគេនាំគ្នាដោះស្រាយធ្វើម៉េចដើម្បីជួយបន្ធូរអាស្ថានភាពកម្មករកាត់ដេរហ្នឹងកុំឲ្យជិះប្រជ្រៀតគ្នាពេកឲ្យថាស្បើយអីចឹងដើម្បីថាបើគ្រោះថ្នាក់អីយ៉ាងណាទៅក៏មិនស្លាប់ច្រើនពេកដែរព្រោះតែប្រជ្រៀតគ្នាបងប្អូនដឹងហើយអត់មានអ្នកណាជួយអ្នកណាទេគឺឡានកន្លាប់ទៅចាក់ទៅគឺក្របយកទៅទាំងអស់ចាឥឡូវទីហោះបើឡានមួយឡានហ្នឹងដឹកឥឡូវយើងដឹក60ទៅ70នាក់ឡានទូចមួយឡានទ្រុងមួយហ្នឹង60ទៅ70នាក់បងប្អូនគិតមើលចំណុះហ្នឹងបើដឹកគោដឹកបាន5ក្បាលទេប៉ុន្តែបើដឹកមនុស្សអាចដឹក50 60នាក់បានបើដឹកជ្រូកបាន4 10ក្បាលចុះព្រោះជ្រូកវាតូចជាងគោតែមនុស្សគឺយើងប្រជ្រៀតឲ្យខ្លាំងមែនតើបងប្អូនសាកមើលបើគ្រោះថ្នាក់ចរាចរណ៍បុកគ្នាក្តាំងថាគាត់តែគិតក្បាលគ្នាក៏ស្លាប់អស់មួយកន្លះឡានដែរគាត់តែគិតក្បាលគ្នាមិនបាច់ថាដល់តែចាក់ចោលទេប៉ុន្តែបើសិនជាមួយឡានហ្នឹងយើងជិះរហូតដល់ទៅ70 80នាក់តែមានគ្រោះថ្នាក់គឺស្លាប់សឹងតែទាំងអស់បាត់ហើយមានណាជួយណាលូតក៏លូតមិនទាន់ស្អីក៏មិនស្អីមិនទាន់ទៅវាជាប់គ្នាក្តាំងអស់អញ្ចេះគឺទៅហើយគឺជន់គ្នានឹងក៏ងាប់ដែរនិយាយទៅបើនិយាយអស់តែដល់ពេលអញ្ចឹងបានន័យថាឲ្យតែមានគ្រោះថ្នាក់គឺដឹងតែស្លាប់ច្រើនមកដោយសារអីអាមនុស្សវាច្រើនពេកនៅក្នុងរថយន្តហ្នឹងទី1ទី2អត់មានសុវត្ថិភាពគម្លាតគ្នាឬឲ្យតោងឬអង្គុយអត់បានអង្គុយទៀតធ្វើការមួយថ្ងៃវល់ល្ងាចហើយនៅឈរប្រយិតបតោងនៅហ្នឹងដូចថារកម្មភ្នែកហើយខ្ញុំនិយាយហ្នឹងបងប្អូនខ្លះគេមករករឿងខ្ញុំគេថាមួងណារ៉េតនេះទៅគ្រប់រឿងនៅស្រុកអាមេរិកសោះអត់ដែលមកមើលរោងចក្រគេប្រសើរហើយអស់អត់មានដែលខ្ញុំថាអូយខ្ញុំអរគុណណាស់ឲ្យតែពេលខ្ញុំដឹងថាប្រសើរសិតតែបបួលខ្ញុំឲ្យចុះទៅមើលតាមរោងចក្រខ្ញុំអត់ចាំបាច់ទៅចុះដល់រោងចក្រអីឥឡូវទៅមើលទៅនេះគ្រោះថ្នាក់ចរាចរណ៍គេថតផ្សាយផ្ទាល់ទាំងអស់ទៅមើលឡានដែលដឹកមករណេងរណោងតាមផ្លូវហ្នឹងមើលប្រយុទ្ធបតោងគ្នាប៉ុណ្ណាមួយឡានប្រហែល70 80នាក់70 80នាក់ហ្នឹងទៅមើលដូចហែកឋិនអញ្ចឹងហើយទៅបន្ទោសខ្ញុំហើយខ្ញុំនិយាយនឹងបានអីពេលដែលខ្ញុំស្រែកថារថយន្តដឹកប្រជាគ្នាអញ្ចឹងស្លាប់កម្មករអស់ហើយបើមានគ្រោះថ្នាក់ហើយខ្ញុំបានអីមកវិញអាហ្នឹងខ្ញុំនិយាយនឹងដើម្បីឲ្យកម្មករគ្នាមានសុវត្ថិភាពយកចិត្តទុកដាក់កម្មករផងកុំឲ្យគ្នាស្លាប់ដោយអត់អំពើអញ្ចឹងឲ្យវាមានហើយចោះច្បាប់ហ្នឹងបើសិនជិះម៉ូតូអីសិតពាក់មួកសុវត្ថិភាពសិតស្អីណាចាប់អ្នកនេះចាប់អ្នកនោះអត់ដាក់ខ្សែក្រវ៉ាត់តែខ្ញុំឆ្ងល់អាឡានដឹកកម្មករហ្នឹងទៅចាប់ពីនៃគេជិះឈរជ្រងច្រាំងហ្នឹងអាម៉េចឆ្ងល់ដែរច្បាប់ចរាចរណ៍នេះគេអនុវត្តអាម៉េចជាមួយនឹងកម្មករឈរជ្រងច្រាំងរកកន្លែងដកដង្ហើមអត់បានហ្នឹងដឹងគេដោះស្រាយអាម៉េចតែខ្ញុំនិយាយនេះមិនមែនបានន័យថារដ្ឋាភិបាលគេមិនធ្វើទេខ្ញុំដឹងថាបើនៅខេត្តកោះកុងក៏គេមានគំរូមួយដែរហើយខ្ញុំក៏សូមសរសើរអាជ្ញាធរខេត្តកោះកុងដែរ
កន្លងមកនេះគឺខេត្តកោះកុងគឺជាខេត្តគំរូមួយដែរនៅក្នុងការដែលកែតម្រង់ផ្លាស់ប្ដូរប្រព័ន្ធសុវត្ថិភាពដឹកជញ្ជូនកម្មករហើយខ្ញុំជឿថាពួកគាត់ខំធ្វើដែរគាត់ថាធ្វើវាអត់ទៅមុខសោះព្រោះអីគម្រោងដូររថយន្តឲ្យមានសុវត្ថិភាពហ្នឹងរថយន្តដែលដឹកកម្មករនៅទូទាំងប្រទេសហ្នឹងបើតាមដឹងមានមិនតិចជាងប្រហែល3000គ្រឿងជាង3300គ្រឿងឯណោះហើយដើម្បីដូរឲ្យមានសុវត្ថិភាពគឺដូរឲ្យមានកន្លែងអង្គុយមានកៅអីមានអីហ្នឹងឬថាគាត់ដូរបានច្រើនដែរមិនមែនអត់សោះទេគាត់ថាដូរបានដូចជាប្រហែលហ្នឹង1000គ្រឿងជាងហើយអញ្ចឹងវានៅសល់2000គ្រឿងទៀតហើយទៀតបានន័យថាដូរបាន30-40%ដែរបើយើងនិយាយពីតួលេខនេះព្រោះអីខ្ញុំឃើញនៅឆ្នាំ2024 2ឆ្នាំមុននេះប្រធានខាងបសសឬក៏សមាជិកក្រុមប្រឹក្សាបសសអីរបស់ក្រសួងការងារអីហ្នឹងគេប្រជុំដាក់ទិសដៅការងារអីហ្នឹងគេបានតាំងចិត្តថា2027នេះនៅសល់មួយឆ្នាំទៀតនេះគឺធ្វើយ៉ាងម៉េចដូររថយន្តដឹកកម្មករដែលដូចថាខ្វះសុវត្ថិភាពនោះឲ្យអស់ទៅជារថយន្តដែលមានសុវត្ថិភាពជូនកម្មករឲ្យចប់ត្រឹម2027អាហ្នឹងគាត់និយាយថាដូរឲ្យអស់2020ដល់ឥឡូវ2026ចិត្តពាក់កណ្ដាលឆ្នាំហើយទៅមើលកម្មករអត់មានដូរស្អីទេទៅមើលទៅស្វ័យរៀងកំពង់ឆ្នាំងនេះមើលទៅឲ្យបើរថយន្តវិញអូយកញ្ចាស់ហើយមិនដឹងជាយ៉ាងម៉េចទេបងប្អូនឥឡូវនេះខ្ញុំថានិយាយចឹងយើងគេថាយើងនឹងពេលប្រទេសកំពុងមានទុកកម្មករកំពុងមានគ្រោះអត់ព្រមនេះទៅនាំគ្នាបន្ទោសអាជ្ញាធរខ្ញុំនៅខាងជនរងគ្រោះអញ្ចឹងហើយតាអាជ្ញាធរមានជនរងគ្រោះណាខ្ញុំយុត្តិធម៌នៅជនរងគ្រោះអ្នកដែលរងគ្រោះគឺកម្មករកាត់ដេរនេះដែលស្លាប់អស់14អ្នករបួស90អ្នកជាងនេះតើកំហុសរបស់អ្នកណាគឺកំហុសរបស់អាជ្ញាធរដែលដំបូងគេយើងត្រូវដឹងហើយវាអាចអ្នកបើកបរប្រើគ្រឿងញៀនសង្វឹងឬបើកជែងបើកមហាត់បើកផ្ដាច់ព្រលឹងឬអីយើងដឹងហើយយើងដឹងរឿងហ្នឹងមកយូរហើយបងប្អូនរឿងអ្នកបើកបរផ្ដេសផ្ដាស់ប៉ណ្ណាំងគ្នាជែងគ្នាប៉ាសេផ្សាច់សួរអ្នកតកែវបងប្អូនអ្នកដែលបើកមហាត់ជាងគេដែលក្រុមបើករថយន្តដឹកកម្មករហ្នឹងសួរអ្នកតកែវឲ្យតែរថយន្តចេញមកពេលដែលកម្មករចេញពីធ្វើការហ្នឹងមហាត់បច្ចេកគ្នាសផ្លេចុះសផ្លេឡើងវ៉ាចេះវ៉ាចុះដឹកកម្មករសោះហ្នឹងធ្វើដូចខ្លួនឯងហ្នឹងជិះម៉ូតូប្រហោះកង់មុខចឹងហ្នឹងខ្ញុំក៏បន្ទោសរឿងតកង់ឡានដែរមិនមែនអត់ខុសទេខុសរួមចំណែកគ្នាឈាមរាវជាក្មេងដូចថាទំនឹងនិយាយពីបានកម្មករស្រីស្រីជិះមកហ្នឹងដូចជាមិនដឹងមិនអីក្នុងចិត្តហ្នឹងគឺថាឡានហ្នឹងគឺត្រូវតែរោឲ្យផ្សែងហុយទៅលោមហើយត្រូវតែប៉ណ្ណឹងត្រូវតែវ៉ាត្រូវឲ្យបានដល់មុនអត់ដឹងថាជីវិតកម្មករគឺជីវិតអ្នកដំណើរផ្ញើលើអ្នកបើកបរនេះយើងនិយាយទៅខ្ញុំនិយាយថាមិនមែនទាំងអស់ទេមានតកង់គេប្រយ័ត្នប្រយែងប្រច្រើនដែរអញ្ចឹងបើយើងនិយាយថាអូតកង់សិតតែប្រទេសផ្ដាស់អញ្ចឹងបុកគ្នាស្លាប់ថ្ងៃរាប់ពាន់អ្នកឯកម្មករទៅយូរឃើញមានគ្រោះថ្នាក់អីម្ដងអញ្ចឹងវាមានអ្នកដែលប្រទេសផ្ដាស់អីអញ្ចឹងប៉ុន្តែបងប្អូនរឿងអីក៏ដោយប្រព័ន្ធដឹកជញ្ជូនប្រព័ន្ធសុវត្ថិភាពប្រព័ន្ធគ្រោះថ្នាក់ចរាចរណ៍អីក៏ដោយបើថាមានករណីផ្ដេសផ្ដាស់អីអញ្ចឹងគឺករណីចរាចរណ៍ហ្នឹងគឺបានន័យថាយើងអត់ទាន់បានកែតម្រង់អីឬក៏មានប្រសិទ្ធភាពអីទេវានៅតែញ៉ៃអញ្ចឹងព្រោះតើតែយើងដឹងថាឈប់មានគ្រោះថ្នាក់ហ្នឹងអាគ្រោះថ្នាក់ដែលមិនចាំបាច់ហ៎បងប្អូនគ្រោះថ្នាក់ដែលមិនចាំបាច់មានដូចជាដាក់លើចំណោះជិះដូចជ្រូកដូចកបីអាហ្នឹងគឺគ្រោះថ្នាក់ហ្នឹងបើមានគឺអត់ចាំបាច់តែម្ដងព្រោះបើដាក់តែ25នាក់ឧទាហរណ៍បើគ្រោះថ្នាក់យ៉ាងណាគឺស្លាប់ក៏អស់តាមកបើអស់មួយឡាន25នាក់ក៏អស់តែ25នាក់ដែរយើងមិនចង់ឲ្យមនុស្សស្លាប់ចុះបើយើងដាក់80នាក់ច្បាស់ហើយវាស្លាប់80នាក់អារឿងហ្នឹងយើងជៀសវាងបានទេគឺជៀសវាងបានតាធ្វើឲ្យឡានហ្នឹងតែ25នាក់ទៅជួនកាល25នាក់ហ្នឹងពេលដែលភ្លុកឬក៏អីគាត់មានឱកាសនឹងអាចកិច្ចរួចឬក៏អីកុំឲ្យជាប់ក្តាំងគ្នាឲ្យឡានសកត់បានព្រោះគាត់ខ្ចាយទៅគាត់ខ្ទាតទៅណាអស់តែនេះដល់ពេលផ្ដុំគ្នាទៅខ្ចាយទៅមកដុំឡានកិនទាំងអស់តែម្ដងអានេះគឺវាជួយសង្គ្រោះជីវិតមនុស្សបានអាហ្នឹងស្លាប់អត់ចាំបាច់ទេទី2គឺអ្នកបើកបរមហាត់បើកបរក្លឿនឬក៏បើកបរចែងប៉ណ្ណឹងគ្នាធ្វើដូចជាមិនខ្វល់នឹងជីវិតកម្មករឬក៏អ្នកដំណើរដែលផ្ញើលើតកង់អីហ្នឹងអាហ្នឹងក៏ជាកត្តាដែរចោះយើងមានតើដឹងគាត់មានជាតិអាល់កុលជាតិញៀនអីនៅក្នុងឈាមអីអ្នកបើកបរណាហ្នឹងមកករណីទៅតែយើងបើបន្ទោសអាទាំងអស់ហ្នឹងអាហ្នឹងជារឿងអត់ចាំចោះយើងមើលផ្លូវយើងវិញតើចរាចរណ៍យើងនឹងមានកន្លងផ្លូវគ្រប់អស់នៅតើមានកន្លងផ្លូវសម្រាប់រថយន្តដឹកអ្នកដំណើរសម្រាប់រថយន្តតូចសម្រាប់កង់សម្រាប់មនុស្សដើរហើយត្រូវមានអារបាំងការពារពុះទ្រូងផ្លូវហ្នឹងគឺបានឯផ្លូវត្រូវតែឯកទេសឲ្យភាគច្រើនកុំឲ្យចែកគ្នាផ្លូវតែមួយយើងនៅបើកទៅមុខទៅក្រោយចេះនៅអាមេរិកនេះណាផ្លូវ99%អត់ជាផ្លូវដែលបើកនៅក្នុងដូចថាកន្លងផ្លូវដែលអត់មានរបាំងការពារអញ្ចឹងទេគឺ99%គឺថាទៅមករកកន្លែងប៉ះគ្នាអត់ឃើញទេមានតែបុកគូតគ្នាតែប៉ុណ្្នឹងអាហ្នឹងមានដោយសារពងមើលទូរស័ព្ទឬក៏ស្អីអញ្ចឹងទៅអត់ប្រឹងមើលអានោះមុខឈប់បុកគូតហ្នឹងច្រើនមែនតើនៅសហរដ្ឋអាមេរិកនេះប៉ុន្តែបុកគ្នាទល់មុខអញ្ចេះគឺកម្រព្រោះអីផ្លូវវាមានដាច់ឈឹងអញ្ចឹង6លេន6កន្លងផ្លូវទៅ6កន្លងផ្លូវមកកដាលហ្នឹងបដាញទឹកសុទ្ធអញ្ចឹងហ្មងរហតែជិះចុះកាត់បន្លាយមកកាត់មកបុកគ្នាហ្នឹងមកដល់ទៅទៀតកុំថាឡើយដល់ទៅបុកប៉ះទង្គិចគ្នាពងបើកបរអញ្ចឹងយើងក៏សួរអាហ្នឹងដែរថាតើរដ្ឋាភិបាលបានអភិវឌ្ឍអាផ្លូវរបស់យើងហ្នឹងកែអាហ្នឹងឲ្យបានមានផ្លូវពីរកន្លងអីអញ្ចឹងបានច្រើនឬនៅមិនមែនអត់ធ្វើទេរដ្ឋាភិបាលក៏ធ្វើដែរគេខំប្រឹងកែប្រែបានច្រើនដែរក៏ប៉ុន្តែផ្លូវជាតិផ្លូវអីហ្នឹងនៅតែហាក់បីដូចជានៅដូចថាបើកនៅក្នុងផ្លូវជាមួយគ្នាចង់និយាយថាបើថាខាងរាជកោតាពីនោះមកបន្តិចមកគឺបុកគ្នាចំពេញទំហឹងតែម្ដងឲ្យតែមានអ្នកណាវ៉ាអ្នកណាអីបើហើនតិចមកចូលបុកមុខគ្នាមកអាហ្នឹងគឺយើងបានន័យថាយើងធ្វើឲ្យគ្រោះថ្នាក់ហ្នឹងវាងាយអាហ្នឹងក៏ដោយកត្តាផ្លូវថ្នល់ដែរស្លាកចរាចរណ៍
តើយើងមានស្លាកសញ្ញាសម្គាល់អីហ្នឹងហើយមានការចាប់លបឿនពិន័យអីហ្នឹងអីទៅប្រជាប្រដ្ឋពេលខ្លះឃើញប៉ូលីសពិន័យហ្នឹងគឺរករឿងតែប៉ូលីសដែរធ្វើបាបប៉ូលីសដែរហើយប៉ូលីសហ្នឹងអាគេថាធ្វើបាបហើយប៉ុន្តែដេកផ្សំដួលលមូលផ្សំគិច្ចបលែមបន្លំកតេលធំបន្លំចូលដេកដែរដល់អញ្ចឹងទៅចេះតែពិន័យខុសរឿងខុសអីចឹងប្រជាប្រដ្ឋក៏ថ្នាំងថ្នាក់អីចឹងតាមពិតបើរឿងយើងចង់អនុវត្តច្បាប់ចរាចរណ៍រឿងចាប់ពិន័យលបឿននេះអត់ចាំបាច់យកប៉ូលីសទៅខាំងទេប៉ូលីសស្រុកអាមេរិកបើនឹងអង្គុយចាំធ្វើដូចនឹងពួនដូចនៅស្រុកខ្មែរមិនបាច់ធ្វើអីទេមួយថ្ងៃអង្គុយចាំសកុកចឹងងាប់ហើយគេដាក់កាមេរ៉ាចោលទៅហើយគេចាំថតរូបមកថតយកស្លាកលេខរថយន្តថតយកស្អីចឹងមកហើយផ្ញើសវត្ថទៅយកទៅបង់ទៅអត់មានមកជជែកគ្នាមួយឆ្នាំគេប្រមូលប្រាក់ពិន័យរាប់ពាន់លានដុល្លារមួយឆ្នាំគ្រប់ខេត្តគ្រប់រដ្ឋគ្រប់អីរដ្ឋមួយនឹងរាប់លានដុល្លារគាត់ប្រមូលពីការពិន័យបើកលើលបឿនបងប្អូនសួរថាហានៅអាមេរិកមានមនុស្សល្មើសច្បាប់តែស្មើមាននៅស្រុកខ្មែរនៅយៈណាក៏គេខុសច្បាប់ដែរគាត់ថាខុសច្បាប់នៅអាមេរិកនេះវាមិនមែនខុសច្បាប់ដូចយើងបើកបុកគ្នាកណ្ដាលចំមុខអញ្ចឹងឬក៏ផ្លូវចឹងខុសច្បាប់ហ្នឹងគឺដោយសារតែផ្លូវវារហិលពេកផ្លូវវាលបឿនលឿនហើយទៅផ្លូវវាល្អិលពេកហើយអត់មានអ្នកណាមកទើសយើងហើយគេដាក់ឲ្យបើក100គីឡូក្នុង1ម៉ោងផ្លូវ freeway អី110អីនោះ120គីឡូម៉ែត្រក្នុង1ម៉ោងក៏នៅតែបើកលើសទៀតដោយសារអីបើកទៅវាដូចផ្លូវតលាយហើយទៅអត់មានអ្នកណាទើសសោះហ្នឹងគឺដូចថាជន់ទៅសឹមហើយអត់មានខ្វល់រឿងគ្រោះថ្នាក់ទៀតដោយសារតែវាមើលទៅសុវត្ថិភាពមែនតើអញ្ចឹងបានន័យថាមនុស្សតែរឿងបញ្ញាប់ការងារអីបន្តិចហើយមើលទៅដូចវាស្រួលពេកបើកដល់100ហើយដូចយឺតឯគេនោះដូចមើលទៅមើលគេមើលឯងដូចអត់ទៅមុខសោះតែ100ហើយអញ្ចឹងថែម110គេនៅ110 100មើលទៅដល់ទៅមុខទៀតព្រោះវាលឿនដូចគ្នាយើងមើលទៅឃើញឡានអីនៅចិត្តហ្នឹងយើងយឺតតែ150 100អីចឹងទៅប៉ូលីសផាកជាប់កាមេរ៉ាជាប់អីចឹងឬក៏យូរមានប៉ូលីសល្បាតអាហ្នឹងបានលុយច្រើនហើយអត់ចាំបាច់ប៉ូលីសមកអូបើសិនជាប៉ូលីសចេញមកអង្គុយធ្វើដូចនឹងពួននៅយើងតើប៉ូលីសមកប្រទេសហ្នឹងតើជួលប៉ូលីសទាំងអស់ហើយគេអត់ធ្វើចឹងទេដាក់កាមេរ៉ាចោលទៅហើយចាប់លបឿនហ្នឹងទៅកុំទៅជជែកបែកពពុះមាត់គ្នាជួនកាលប៉ូលីសហើយនឹងតកងឡានឆ្លោះគ្នាជេរបចោគ្នាគ្មានស្គាល់អាជ្ញាធរគ្មានស្គាល់អ្នកបើកបរទេព្រោះតែយើងនាំគ្នាជជែកគ្នាគឺយើងឆ្លោះគ្នាហើយព្រោះច្បាប់យើងទូរលងផងអញ្ចឹងបានដាក់កាមេរ៉ាចោលទៅវាអស់ប្រហែលអាកាមេរ៉ាហ្នឹងហើយបើដាក់កាមេរ៉ាយើងជួយបន្ថយកម្លាំងប៉ូលីសអត់ប្រយោជន៍ទៀតបងប្អូនប៉ូលីសហ្នឹងលែងរវល់មកផ្លុំកញ្ចែឲ្យអីសើមកញ្ចែអីស្ងួតមាត់អីណាទៀតហើយមិនទៅឈឺក្បាលអញ្ចឹងទេប៉ុន្តែប្រហែលជាអត់ចង់ធ្វើអញ្ចឹងក៏មិនដឹងព្រោះតែហ៊ានតែដាក់កាមេរ៉ាទៅពិន័យទៅកាមេរ៉ានោះលុយចូលទៅក្រសួងមន្ទីរអស់វាអត់ឆ្លងតាមកប៉ៅប៉ូលីសណាតើធ្វើម៉េចបានសើមកញ្ចែហ្នឹងដើម្បីគ្រាន់បានទិញអង្គទិញចប្រៃអីសម្រាប់កូនចៅអីអញ្ចឹងវាចឹងហើយវាចែកគ្នារស់អញ្ចឹងច្បាប់អនុវត្តមិនកើតព្រោះបើថាបានតាកាមេរ៉ាអញ្ចឹងទៅចូលទៅថ្នាក់លើអស់អាថ្នាក់ក្រោមនេះខំសោកលុយសោកអីគេដើម្បីបានប៉ុស្តិ៍ដើម្បីយកទៅចាប់យកលុយចាប់អីផងអត់បានមរៀលអញ្ចឹងទៅរាយទៅស្ទាក់ពួនអញ្ចឹងទៅរឿងនេះនៅការកែតម្រង់ច្រើនហើយបងអស់លោកមិនដឹងទេអស់លោកធ្វើដំណើរមកសហរដ្ឋអាមេរិកមកអឺរ៉ុបអីហ្នឹងស្ទើរតែសឹកផ្លូវអស់ហើយតែអស់លោកយកទៅអនុវត្តនៅក្នុងស្រុកខ្មែរហ្នឹងអនុវត្តអត់បានហើយខ្ញុំជឿថាអនុវត្តមិនមែនខ្មែរល្ងងទេខ្ញុំជឿថាខ្មែរគូក្បាលមកត្រឡោកដូចគេដូចឯងនេះឆ្លាតដូចតែគេអញ្ចឹងពេលខ្លះឆ្លាតជាងគេផងមិនចេះដោះស្រាយបញ្ហាប៉ុន្តែអាប្រព័ន្ធដឹកនាំរដ្ឋយើងនេះគឺវាធ្វើឲ្យគូក្បាលយើងនឹងកញ្ញាញ់មកយកខួរប៉ុណ្ណាទៅក៏ធ្វើឲ្យរត់ចេញដែរព្រោះគេឲ្យធ្វើអញ្ចឹងវាអត់អាចទៅកែណែឯងមកកែរុះរើអីបន្តិចហ្នឹងគេដកចេញពីកន្លែងបាត់ទៀតសើរើនិយមព្រោះចេះអីតែឯងគេពេញណាពេញណីគេធ្វើការគេធ្វើហើយចាំបាច់មកចេះអីតែឯងវាអត់មានកតិបណ្ឌិតឯណាយកទៅដោះស្រាយបញ្ហាចេញព្រោះត្រូវតែធ្វើដូចគេអញ្ចឹងបើសិនជាយើងដាក់ប៉ូលីសទៅអត់ដកប៉ូលីសចេញដាក់កាមេរ៉ាច្រើនប៉ូលីសបាត់លុយអស់លីងតើបានលុយណាឧបត្ថម្ភប៉ូលីសហើយប៉ូលីសទាំងអស់ហ្នឹងគឺជួនកាលហ្នឹងគឺជាសេនាជនជាខុសសនិករបស់គណៈបកកណ្ដាលអំណាចចេះជួយយឹតយោងគ្នាទៅដើម្បីបានសមាជិកសពីងសពងអញ្ចឹងទៅបានចែកគ្នាស៊ីអញ្ចឹងទៅហើយប្រសិទ្ធភាពការងារអត់មានទេអញ្ចឹងបើដាក់កាមេរ៉ាហ្នឹងអស់ដកប៉ូលីសពាក់កណ្ដាលមើលយកអាប្រាក់ខែប៉ូលីសដែលសប្ថ្ងៃហ្នឹងបានម្នាក់400ឧទាហរណ៍បើដកពាក់កណ្ដាលតម្លើងឲ្យប៉ូលីសដែលមានស្រាប់ហ្នឹង800ទៅឡើងគុណនឹង2ប្រាក់ខែហើយអ្នកណាធ្វើការកត់ដកកវត្តចោលអស់ទៀតទៅដកបានពាក់កណ្ដាលទៀតនៅសល់ប្រហែលតម្លើងឲ្យអ្នកនៅបាន$1000ទៅនៅសល់ប៉ូលីសត្រឹមចុងក្រោយ30%តែជាគុណភាពអាហ្នឹងបានយើងទៅមុខរួចមកយកសពីងសពងចេះបានប្រយោជន៍អីប្រាក់ខែបាន300ម្នាក់400ម្នាក់ហ្នឹងអ្នកខ្លះទៅធ្វើការមួយថ្ងៃ2ម៉ោងហ្នឹងក្រៅពីហ្នឹងវាយទៀងលេនវាយទៅសួរខ្ញុំបងប្អូនចឹងដឹងច្រើនណាស់អូយចង់មានស្អីធ្វើបើមិនវាយទៀងលេនវាយសាប់សាមចាប់សាប់សាមវាយប្រទេសខ្លះហ្នឹងទៅធ្វើអីតែមើលទៅគេថតបានរាល់ដងហ្នឹងហើយបើមិនឲ្យគាត់ធ្វើចឹងឲ្យគាត់ចងកស្លាប់ខ្លួនមែនទៅកន្លែងធ្វើការមានការងារអីធ្វើព្រោះការងារវាអត់មានហើយយើងមនុស្សច្រើនហើយយើងទៅធ្វើអីគេខ្ញុំកំពុងតែឆ្ងល់អាហ្នឹងហើយដែលបង្កើតឲ្យមានអត់មានប្រសិទ្ធភាពនៅក្នុងវិស័យការងារហើយខ្ញុំមិនអត់ដឹងទេយូរហើយរឿងហ្នឹងយូរហើយប៉ុន្តែប្រព័ន្ធដឹកនាំរដ្ឋយើងវាអត់អាចកែតម្រង់អីកើតដោយសារអីដោយសារយើងនាំគ្នាបបោសមកព្រោះគ្នាគាត់ណែដកគាត់ចេញទៅអីណាកាត់បន្ថយទួនាទីបានណាជួយចុះមូលដ្ឋានឃោសនារកសម្លេងឆ្នោតដើម្បីសរងប៊ីចេងសរង1 5ឆ្នាំហ្នឹងយើងទៅយកអ្នកណាមកជួលគេធ្វើកាត់ចឹងចានៅចឹងទៅបបោសទៅហកគោះនេះគោះលេខគោះកើតទៅបានលុយចិត្តទៅជួយយកមកដាក់ក្នុងហឹបប្រាក់ថងប្រាក់របស់បាក់ឬក៏មេថ្នាក់ធំអីចឹងវាចឹងនាំគ្នាស៊ីតាមជំនាញចឹងអត់បានប្រសិទ្ធភាពការងារទេហើយអស់លោកអត់ដឹងទាំងអស់ប៉ុន្តែធ្វើវាអត់កើតវាអត់មានទេវតាពីឋានប៉ុណ្ណាមកកែអានឹងបានទេបើសិនជាយើងអត់រៀបចំផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋហ្នឹងគឺនៅដដែលអភិក្រមប្រមាណមើលថ្នាក់ដឹកនាំអភិក្រមទី5ហ៎ដុសខាត់កាត់ចោលដុសខាត់កាត់ចោលឆ្លោះកញ្ចក់ដុសខាត់កាត់ចោលឆ្លោះកញ្ចក់យូរហត់រឿងហត់តែស្មុគស្មាញនេះអារឿងដូចខ្ញុំនិយាយចឹងអារឿងដោះស្រាយបញ្ហាកម្មករកាត់ដេរជិះឡានប្រជាដូចជ្រូកដូចក្បីនេះណាដូចគោនេះណា
តាំងពី2021ហើយមុននឹងយូរហើយអត់ចេញសោះហើយឥឡូវថាចាំដល់2027ឲ្យលែងមានឡានអត់មានសុវត្ថិភាពឥឡូវទៅ26ចិត្តដាច់បាត់ហើយឥឡូវស្លាប់កម្មករអស់14នាក់ឡានក៏ក្រិចដឹកបជ្រៀតដូចគោដូចក្បីបើយើងគិតថាតម្រាំដល់ឆ្នាំ2027ដើម្បីដូរឡានហ្នឹងឲ្យបានអស់ឧទាហរណ៍ដោយអ្វីដែលក្រុមបបសក្រសួងការងារអីដែលខំប្រឹងអួតអំពីសមិទ្ធិនោះខ្ញុំស្កោតសរសើរដែរដែលធ្វើបានច្រើនដែរនៅខេត្តកោះកុងអីនោះក៏ប៉ុន្តែចុះបើលោកកំពុងតែធ្វើបដើទុកឲ្យកម្មករស្លាប់អញ្ចឹងមែនយើងចេញច្បាប់ចេញគោលការណ៍អីមួយបដោះអាសន្នសិនមកថាឥឡូវតតែ2027បានយើងដូរឡានហ្នឹងអស់ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងអត់ត្រូវជិះបជ្រៀតអញ្ចឹងទេត្រូវតែកាត់បន្ថយឲ្យនៅត្រឹមពាក់កណ្ដាលបានហើយឬក៏30-40%ក៏យ៉ាងហោចណាស់ឲ្យកម្មករទ្រាំទៅបងប្អូនអាចលំបាកថាជិះឡានឬក៏អ្នកបើករថយន្តដឹកកម្មករហ្នឹងគាត់អាចនឹងឧទាហរណ៍ពីមុនគាត់ដឹក70នាក់ចុះបើគាត់ដឹកដឹក35នាក់តើបានពីណាបើចំណូលពីមុនគាត់ដឹកមួយជើងបាន$5-10ចុះឧទាហរណ៍អញ្ចឹងបើបន្ថយនៅសល់35នាក់គាត់បានតែ$7កន្លះហ្នឹងគាត់បាត់ចំណូលគាត់បងប្អូនច្បាស់ជាសួរខ្ញុំថាចុះបើគាត់បាត់ចំណូលគាត់ធ្វើមិនគាត់ដើម្បីចិញ្ចឹមជីវភាពហើយកម្មករហ្នឹងក៏អញ្ចឹងដែរណាបងប្អូនពេលខ្លះខ្ញុំក៏គិតថាខ្ញុំក៏ហួសហេតុដែរខ្ញុំនិយាយត្រង់យើងនៅពេលដែលឲ្យកម្មករជិះឡានមួយរថយន្តទ្រុងហ្នឹងដឹកបាន70នាក់ឧទាហរណ៍បើសិនជាម្ចាស់រថយន្តហ្នឹងថាដឹកមួយជើងហ្នឹង70នាក់គាត់យកពីកម្រៃកម្មករក្នុងមួយខែហ្នឹងថាម្នាក់$10ចុះថ្លៃដឹកទៅរោងចក្រហ្នឹងម្នាក់$10សម្រាប់ជិះរថយន្តដែលផ្ទុកគ្នា70នាក់ចឹងឧទាហរណ៍ណាឲ្យបងប្អូនស្រួលយល់ក៏ប៉ុន្តែបើគាត់បន្ថយកម្មករហ្នឹងឲ្យនៅត្រឹម35នាក់អញ្ចឹងកម្មករម្នាក់ហ្នឹងដើម្បីឲ្យម្ចាស់ឡានបាន$15នៅក្នុងមួយខែដូចដឹក70នាក់ដែរគាត់ត្រូវតម្លើងកម្មករនេះទៅម្នាក់$20អញ្ចឹងកម្មករដែលប្រាក់តិចស្រាប់នេះរួចទៅដល់ពេលថយអញ្ចឹងគាត់មិនត្រូវឡើងថែមបង់លុយពាក់កណ្ដាលទៀតគាត់បានលុយមកពីណាថែម$10ទៀតបើ$10មុនហ្នឹងរហូតតែបង់មិនទាន់ផងហ្នឹងដូច្នេះចង់គាត់នឹងបជ្រៀតទៀតហើយគាត់ថាដាក់ឲ្យច្រើនទៅដើម្បីបទូអាថ្លៃបង់ដែរនេះមិនមែនជាកំហុសរបស់កម្មករឬតកងឡានទេគឺជាកំហុសរបស់អាជ្ញាធរហើយនឹងតកែរោងចក្រយើងត្រូវធ្វើ subsidy បានន័យថាឧបត្ថម្ភទុនដើម្បីជួយពួកគាត់ជួយកម្មករនិងជួយតកងឡាននេះឥឡូវបើដឹងថាកម្មករដឹក70នាក់គឺគាត់ត្រូវការឲ្យកម្មករបង់ម្នាក់$10នៅក្នុងមួយខែទីហោចឹងណាតែឥឡូវបើសិនជាអាហ្នឹងវាគ្រោះថ្នាក់ខ្លាំងណាស់បើប៉ះពីអីទៅស្លាប់ច្រើនវាអត់មានសុវត្ថិភាពអញ្ចឹងយើងឲ្យគាត់ដឹកតែ35នាក់ឲ្យចេញគោលការណ៍ឲ្យកុំចេញគោលការណ៍ឲ្យពមមានឲ្យខាត់រថយន្តគេទុកឲ្យលែងឲ្យដឹកតែអត់រកដំណោះស្រាយយើងថាអត់ទេអត់មានដឹកកម្មករអញ្ចឹងទៀតបានទេណាត្រូវតែដឹក35នាក់អញ្ចឹងគាត់ធ្លាក់ចំណូលគាត់ពី$15មក$7កន្លះហើយយើងប្រាប់ថាត្រូវតែអនុវត្តតាមច្បាប់គាត់មិនរស់យើងអត់រកអីជួយគាត់ហើយយើងបង្ខំគាត់ឲ្យអនុវត្តគោលការណ៍របស់យើងអាហ្នឹងគឺជាការអនុវត្តច្បាប់ដ៏ផ្ដេសផ្ដាស់គោលនយោបាយដ៏ផ្ដេសផ្ដាស់មួយហើយព្រោះអីយើងអត់ឲ្យជំរឿគ្នាផងគ្នាកម្មករដកពាក់កណ្ដាលហើយអត់ឲ្យតម្លើងលុយកម្មករទៀតកម្មករអត់ហ៊ានឡើងលុយអត់មានលុយបង់ហើយចង់ឲ្យគាត់ដឹងមិនខាតពាក់កណ្ដាលអញ្ចឹងតែគាត់រស់ដែរអាហ្នឹងគឺអត់មែនជាដំណោះស្រាយទេហើយយើងទៅយកច្បាប់មកអនុវត្តអញ្ចឹងខុសបាត់អនុវត្តថាហេបើសិនជាយើងដឹកលើសតែពី35នាក់គឺឡានឡើងឲ្យដឹកដកអាជ្ញាប័ណ្ណដកអស់បាត់ទៅហើយព្រោះគ្នាវាអត់មានស្អីជួយអញ្ចឹងរដ្ឋត្រូវជួយមិនបើកម្មករជិះ70នាក់ត្រូវបង់$10អត់មានសុវត្ថិភាពតែបើគាត់ជិះត្រឹមតែ35នាក់កម្មករត្រូវថែម$10ទៀតមានសុវត្ថិភាពតែកម្មករអត់មានលុយអញ្ចឹងរដ្ឋត្រូវជួយចេញ$5ទៅហើយតកែរោងចក្រចេញ$5ទៀតទៅដើម្បីបង់ឲ្យម្ចាស់បើករថយន្តនោះឲ្យគាត់បានគ្រប់លុយដោយដឹក70នាក់អញ្ចឹងតែដឹកតែ35នាក់ទេហើយបដោះអាសន្នសិនទៅក្រែងចាំដល់2027ហីនេះគឺជាដំណោះស្រាយតែអស់លោកមើលទៅដូចជាប្រហែលជាដោះស្រាយបានដែរឬក៏យ៉ាងម៉េចឬក៏បងប្អូនអត់ស្ដាប់សោះឬយ៉ាងម៉េចខ្ញុំអត់យល់ដូចជាអញ្ញាច្បោកច្បល់មែនតើហើយបើតាមមើលចេះខ្ញុំឃើញលោកជួននរិនបើស្ដាប់លោកជួននរិនដែលជាលោកជួននរិនគឺជាមន្ត្រីនគរបាលគាត់អ្នកគ្រប់គ្រងនគរបាលដែរឥឡូវខ្ញុំអានសាររបស់គាត់បន្តិចហើយអានសារលោកជួននរិននេះគឺខ្ញុំក៏រៀងដូចកញ្ញាញ់ខួរដែរប៉ុន្តែមើលទៅលោកយកចិត្តទុកដាក់ដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញសារបែបនេះគឺលោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់ប័ណ្ណបញ្ជាដល់នគរបាលជំនាញនិងអធិការនគរបាលខណ្ឌទាំង14ត្រូវចុះពង្រឹងការពិនិត្យនិងផ្សព្វផ្សាយអប់រំណែនាំលើរថយន្តធំទាំងអស់ដែលដឹកសិស្សានុសិស្សឬកម្មការិនីក្នុងចំនួនច្រើនដើម្បីបញ្ជាគ្រោះថ្នាក់ដល់អាយុជីវិតដែលអាចកើតឡើងដោយយថាហេតុណាមួយនោះគណៈពេលដែលនៅព្រឹកថ្ងៃ23ខែឧសភានេះគឺមានគ្រោះថ្នាក់ចរាចរណ៍ពីករណីស្លាប់មនុស្សច្រើនអញ្ចឹងទៅនេះលោកជួននរិនគាត់និយាយឲ្យចុះពិនិត្យមើលរថយន្តដឹកលើសចំណោះដឹកសិស្សដឹកកម្មករមិនមែនអត់ដឹងទេឃើញនៅគេដឹកដោយគោដោយក្បីរាល់ថ្ងៃហ្នឹងមិនមែនមន្ត្រីអស់ហ្នឹងអត់ដឹងទេបងប្អូនទាល់តែគ្រោះថ្នាក់អញ្ចឹងបានដាក់ឲ្យចុះអានេះមានអីខុសពីរឿងគោរួចបានធ្វើលបងដល់ពេលប្រឡងបានស្វាត់ឈាយខំរៀនបងប្អូនគោចេញពីក្រលអស់បាត់ហើយហ្នឹងឲ្យទៅធ្វើលបងចេញពីនេះអស់ហើយហ្នឹងហើយទៅរកចាប់មកឯណាអាកាលគោនៅក្នុងលបងអាគោនៅហ្នឹងអត់ព្រមរកលបងយកមកឃុំយកមកខាំងហើយឥឡូវធ្វើដូចជាគាត់ហ្នឹងយកចិត្តទុកដាក់មែនតើតើអស់លោកនឹងបោកប្រជាពលរដ្ឋទាំងអស់នៅលើលោកនេះនៅបណ្ណាទៀតនៅពេលដែលមានបញ្ហាចាប់ផ្ដើមពង្រឹងមានបញ្ហាចាប់ផ្ដើមពង្រឹងឥឡូវណាចាំមើលណានាំគ្នាបន់ស្រន់កុំឲ្យសិស្សកុំឲ្យអ្នកឆ្លងទូកដតាមកំពង់អីផ្សេងដែលទៅសាលារៀនជិះទូកហ្នឹងលិចទូកលិចកណូតស្លាប់រាប់
រាប់ច្រើនអ្នកដូចលើកមុនទៀតអាវពងអាវអីហ្នឹងកាលមុនអាវសុវត្ថិភាពហ្នឹងទូកជីកទៅប៉ំគឺថាជីវិតដូចទឹកលើស្លឹកឈូកចឹងឲ្យតែលិចទូកស្លាប់អស់ហ្មងអត់មានអាវពងអត់មានការណែនាំអីប៉ុន្តែអត់មានយកចិត្តទុកដាក់អីទេដល់តែពេលលិចចាប់ផ្ដើមចេញវិធានការអីភ្លាមហើយដល់ពេលស្ងាត់ឈប់លិចទូកឈប់អីគឺធម្មតាហើយផ្សងទៀតកុំកើតឡើងកុំមានរឿងនឹងកើតឡើងតែកើតឡើងប្រជាប្រដ្ឋស្ដីឲ្យយើងទេប៉ុន្តែអត់រកវិធានការទប់ឲ្យចាំបន់ស្រន់កុំឲ្យមានករណីកើតឡើងករណីអត់កើតឡើងមិនមែនបានន័យតែប្រជាប្រដ្ឋសុខទេណាគឺវាគ្រាន់តែមានភ័ព្វវាសនាវាមិនទាន់មានរឿងនឹងកើតឡើងតែកើតឡើងស្លាប់ច្រើនទៀតព្រោះអត់មានពងអត់មានអីអាហ្នឹងរឿងឆ្លងទឹកនៅដដែលទេឥឡូវមកដល់រឿងគ្រោះថ្នាក់ចរាចរណ៍ហ្នឹងដដែលទៀតមកដល់ម៉ោងហ្នឹងដូចលោកជួននរិនធ្វើដូចទឹមរឿងហ្នឹងទឹមកើតម្សិលមិញយូរហើយគាត់ឲ្យចុះទៅពិនិត្យឃើញទឹមចុះទៅពិនិត្យមានកណនី Facebook មួយឈ្មោះសំវិបុលគាត់ថាត្រូវឲ្យគោរួចបានធ្វើលបងប្រជាប្រដ្ឋលោកដឹងតើឃើញនៅហើយមានកណនី Facebook មួយឈ្មោះប្រាក់វណ្ដាគាត់និយាយចេះគាត់ថាមិនគួរបន្តយករថយន្តប្រភេទដឹកទំនិញយកមកដឹកមនុស្សបន្តទៀតទេព្រោះពេលមានគ្រោះថ្នាក់រថយន្តចំហត្រង់គឺចាក់មនុស្សចោលពេញផ្លូវប្រឈមនឹងការបាត់បង់អាយុជីវិតបំផុតក្រសួងស្ថាប័នពាក់ព័ន្ធសូមជួយកែប្រែចំណុចនេះគាត់ថាការបាត់បង់បង្គោលគ្រួសារគឺជារឿងឈឺចាប់សោកស្ដាយសោកសង្រេងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រជាជនប៉ះពាល់ដល់ផ្លូវចិត្តក្រុមគ្រួសារជាងនេះរដ្ឋាភិបាលជាងនេះរដ្ឋក៏បានបាត់បង់ប្រភពសេដ្ឋកិច្ចដែរព្រោះបាត់បង់ធនធានមនុស្សមិនចឹងប៉ះពាល់សេដ្ឋកិច្ចសង្គមនិងការអភិវឌ្ឍមូលដ្ឋានចឹងប្រជាពលរដ្ឋដឹងទាំងអស់និយាយមកគឺដឹងទាំងអស់តែអាជ្ញាធរគឺចឹងឯងបានតែចឹងតិចតិចចុះស្អំតិចតិចចុះដើម្បីកុំឲ្យមានការថ្នាំងថ្នាក់ឥឡូវចាំមើលលិខិតវិញលិខិតថ្លែងសមរណទុក្ខសហព័ន្ធសហជីពកម្ពុជារបស់អ្នកស្រីលោកស្រីយ៉ាងសុភ័ណ្ឌលោកស្រីយ៉ាងសុភ័ណ្ឌនេះក៏ជាសកម្មជនដ៏ឆ្នើមរបស់សហជីពនឹងតស៊ូមតិយូរហើយខ្ញុំក៏បានសម្ភាសន៍អ្នកស្រីយ៉ាងសុភ័ណ្ឌនឹងយូរដែរហើយគឺគាត់ប្រឹងណាស់ចង់ឲ្យអាជ្ញាធរនឹងដូរធ្វើម៉េចឲ្យកម្មករគ្នាមានសុវត្ថិភាពប៉ុន្តែលោកឲ្យដូចទៅសុំភ្លើងយ៉ាក់ចឹងឥឡូវនេះចេញមកគឺលិខិតបានថ្លែងសារសម្ដែងការសោកស្ដាយមរណទុក្ខអីចឹងទៅប៉ុន្តែក្នុងហ្នឹងឃ្លារបស់សហព័ន្ធសហជីពកម្ពុជាហ្នឹងក៏និយាយចេះថាអង្គការសហព័ន្ធសហជីពកម្ពុជាកាទូនេះសំពាវនាវទាមទារដល់រដ្ឋាភិបាលក្រសួងពាក់ព័ន្ធម្ចាស់រោងចក្រសហគ្រាសអ្នកដឹកជញ្ជូនគាត់សង្កត់អញ្ចឹងនឹងពាក់ព័ន្ធទាំងអស់ឲ្យយកចិត្តទុកដាក់និងចាត់វិធានការបន្ទាន់ធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករកម្មការិនីធានាថាកម្មករទទួលបានមធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាពនិងសមរម្យបង្កើនការត្រួតពិនិត្យអ្នកបើកបរនិងលក្ខខណ្ឌបច្ចេកទេសយានយន្តពង្រឹងការត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពយានយន្តដល់កម្មករអនុវត្តតាមច្បាប់ចរាចរណ៍និងស្តង់ដារសុវត្ថិភាពឲ្យបានតឹងរ៉ឹងនិងផ្ដល់សំណងអីជាដើមឃើញទេមធ្យោបាយដឹកជញ្ជូនគឺជារឿងប្រជាពលរដ្ឋប្រធានសហជីពអីគេនិយាយគ្រប់គ្នាអ្នកណាក៏គេនិយាយចង់ដែរហើយឥឡូវចាំមើលមតិប្រជាពលរដ្ឋដទៃទៀតគេនិយាយមិនអារឿងប្រព័ន្ធដឹកជញ្ជូនហ្នឹងខ្ញុំដកស្រង់អ្នកស្រីអូទេប៉ូលីនអ្នកស្រីអូទេប៉ូលីននេះជាប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជានឹងដូចអ្នកស្រីយ៉ាងសុភ័ណ្ឌដែរគឺដុតដៃដុតជើងចង់ឲ្យរដ្ឋាភិបាលកែធ្វើម៉េចឲ្យកម្មករមានសុវត្ថិភាពដូចទៅសុំភ្លើងយ៉ាអញ្ចឹងអ្នកស្រីថាបងប្អូនកម្មករពេលចេញពីផ្ទះអាចទៅដល់កន្លែងធ្វើការពេលខ្លះមានវាសនាមកជួបគ្រួសារពេលខ្លះក៏អត់ដែរអ្នកស្រីបន្ថែមថាអ្នករងគ្រោះអាចបន្សល់នៅការភ័យខ្លាចបាក់ស្បាតនឹងការពិការភាពការជួយស្ដារនីតិសម្បទាមិនមែនតែលើការផ្ដល់សម្ភារៈឧបករណ៍ជំនួយនោះទេគឺការជួយស្ដារផ្លូវចិត្តរំដោះភាពភ័យខ្លាចអ្នកនៅក្នុងព្រឹត្តិការណ៍នេះគឺជាការទទួលខុសត្រូវរបស់រដ្ឋគាត់ថាឈប់ដោះសារឈប់ពន្យាពេលហើយកែតម្រង់ធ្វើដំណើរការធ្វើដំណើររបស់កម្មករជាបន្តឃើញនៅប្រធានសហជីពប្រាប់ទៅរដ្ឋាភិបាលថាឈប់ដោះសារឈប់ពន្យាពេលកំណែតម្រង់ការធ្វើដំណើររបស់កម្មករជាបន្តឃើញនៅគឺរឿងដឹកជញ្ជូននឹងទៀតអ្នកណាក៏គេមើលឃើញរឿងហ្នឹងដែរហេតុអីបានរដ្ឋាភិបាលមើលអត់ឃើញរឿងហ្នឹងអស់ពីអ្នកស្រីអូទេប៉ូលីនក៏យើងឃើញថាបងប្អូនមួយចំនួនបន្ទោសទៅតកងឡានដែរលោកម៉ៃវឌ្ឍនាដែលជាកវីជនបទគាត់សរសេរសារនៅលើបណ្ដាញសង្គម Facebook គាត់ថាអាជ្ញាធរស្ថាប័នចរាចរណ៍គួរមានវិធានការករណីនេះគឺឲ្យតឹងចរាចរណ៍ឲ្យតឹងរឹងចំពោះអ្នកបើកបរតែកងឡាននឹងតែម្ដងគឺក្រុមហ៊ុនដឹកជញ្ជូននឹងពិនិត្យទឹកនោមរកសារធាតុញៀនជាប្រចាំព្រោះកន្លងទៅតែងសង្កេតឃើញថាអ្នកបើកបរឡានដឹកជញ្ជូនធំៗមួយចំនួនហាក់បើកប្រហើនណាស់បាទនិយាយទៅលោកម៉ៃវឌ្ឍនាគាត់ដូចជាដាក់ការដូចថាសង្កត់ធ្ងន់ទៅលើអ្នកបើកបរដែលបង្កឲ្យមានគ្រោះថ្នាក់អាហ្នឹងក៏មួយជ្រុងលោកភក្តីករណី Facebook លោកភក្តីថាតាមផ្លូវលេខ1ភាគច្រើនឡានកម្មករបាក់ចែងគ្នាខ្លាំងណាស់អាណិតពួកគាត់ខំរកប្រាក់ចិញ្ចឹមកូនភាគច្រើនកម្មការិនីនឹងតែម្ដងឃើញទេបើកចែងគ្នាអ្នកណាក៏គេដឹងដែរសុនមឿងករណីសុនមឿងក៏ថាច្បាប់ចរាចរណ៍តម្រូវរថយន្តដឹកអ្នកដំណើរត្រូវមានឧបករណ៍ដូរកៅអីខ្សែក្រវ៉ាត់សុវត្ថិភាពតែរថយន្តដឹកកម្មករទុកដូចដឹកអីវ៉ាន់អ្នកណាគេមិនដឹងបងប្អូនខ្ញុំមិននិយាយតែឯងទេបន្តទៅទៀតបងប្អូនខ្លះក៏ថាប្រាក់ខែតិចចំណាយច្រើនបើមិនប្រជាតិគ្នាជិះដូចជ្រូកដូចគោទេគឺមិនអាចដោះស្រាយជីវភាពបានទេច្បាស់ណាស់ថាវាងាយនឹងរងគ្រោះថ្នាក់តែគ្មានជំរឿលទ្ធភាពបានត្រឹមតែប៉ុណ្ណឹងខ្លោចចិត្តណាស់ឃើញទេបងប្អូនកម្មករគ្នាអត់ជំរឿឲ្យទៅថែមលុយឯណា$210ឡាយទៅបង់រឿងធ្វើដំណើរហ្នឹងបើរដ្ឋអត់ជួយបើតកែរោងចក្រអត់ជួយបើអត់មានធ្វើឧបត្ថម្ភធនហ្នឹងដូចខ្ញុំនិយាយចឹងឲ្យគ្នាទៅថែមអីទៀតចឹងបជ្រៀតទៅបជ្រៀតកាន់តែច្រើនគ្នាកាន់តែសុបាយចិត្តព្រោះសុវត្ថិភាពអីក៏ដោយតែវាធូរលុយព្រោះគិតតែមកកែហ្នឹងអស់លុយក្រាលដេកតែមើលកម្មករមើលគ្នាវេទនាប៉ុណ្ណាបថុយជីវិតលើដងផ្លូវរាល់ថ្ងៃហ៊ុនហាប់គាត់ថាបើយកគំរូតាមខេត្តកោះកុងអាចនឹងប្រសើរឡើងជាងមុន
បាទខេត្តកោះកុងហ្នឹងគេមានការកែប្រែយ៉ាងម៉េចបងប្អូនទៅមើលកោះកុងខ្ញុំមិនទាន់ឃើញរថយន្តគាត់យ៉ាងម៉េចទេតែគេហាក់បីដូចជាសរសើរខាងខេត្តកោះកុងនឹងសម្បើមដែរកណនី Facebook ធីរ៉ាក៏ថាមនុស្សបើគេចង់ជួយគេស្វែងរកបញ្ហាដែលកើតឡើងហើយកែតម្រូវហើយតែបើគេមិនចង់ជួយគឺគេនឹងសន្យាខ្យល់ហើយបញ្ហាកើតដដែលឃើញទេសន្យាខ្យល់ទៀតណុលណានគាត់ថាមិនស្មើនឹងជ្រូកទេគឺដូចគោដូចជ្រូកចឹងគាត់ថាមិនមែនថាមិនស្មើនឹងជ្រូកទេគាត់និយាយថាបើជ្រូកគោគ្រាន់បើជាងនឹងទៅទៀតនៃគាត់ចង់និយាយចឹងការដឹកជញ្ជូនហ្នឹងគាត់ថាមិនស្មើនឹងជ្រូកនឹងគោទេចង់និយាយថាជ្រូកគោមានសំណាងជាងហ្នឹងផងគេដឹកមានដូចថាយើងគ្រាន់បើជាងដឹកមនុស្សផង Bro Pro KPS គាត់ថាពិតមែនហើយលោកពូឡាលោកព្រូឡាន2តោនកន្លះដឹកកម្មករសំទោសលោកពូឡាន2តោនកន្លះដឹកកម្មករខ្ទង់70ទៅឡើងអ្នកឯនោះអូយ2តោនកន្លះដឹក70អ្នកឡើងងាប់ឲ្យលោកឲ្យដូចកតំអញ្ចឹងហើយចង្អែតចង្អៀតណែនតាមតាប់ហើយលេងប៊ុនថងគាត់ថាសង្វែកណាស់កម្មករស្រុកគេធ្វើដំណើរដោយជិះរថភ្លើងនិងរថយន្តក្រុងដែលមានសុវត្ថិភាពទៅធ្វើការតែអនិច្ចាកម្មករស្រុកខ្ញុំធ្វើដំណើរដោយជិះឡានដាក់ទ្រង់ហាលថ្ងៃហាលភ្លៀងទៅធ្វើការសង្ខារត្រូវផ្ញើលើដងផ្លូវរូបភាពបែបនេះខ្ញុំឃើញ20 30ឆ្នាំហើយស្ដាប់ទៅបងប្អូនគាត់មានមុងណារ៉េតអ្នកនិយាយឯណាទេមុងណារ៉េតនៅសហរដ្ឋអាមេរិកតែបងប្អូនអ្នកដែលបញ្ចេញមតិហ្នឹងគាត់នៅស្រុកខ្មែរហ្នឹងគាត់ថាគ្រាន់តែពៀតគ្នាក៏ថប់ដង្ហើមស្លាប់ដែរកណនីរស់ច័ន្ទគុណធាវីគាត់ថាតកងឡានខ្លះចេះបើកតគ្នាគាត់បន្ទោសតកងឡានខ្លះចេះបើកតគ្នាមិនបានឆ្លងកាត់ចូលសាលាវឹកវើហាត់បើកបររថយន្តឲ្យបានត្រឹមត្រូវប្រឡងយកបានបើកបរអីទេគាត់ថានគរបាលចរាចរណ៍ចុះត្រួតពិនិត្យមើលឡានត្រូវចុះពិនិត្យមើលឡានហ្នឹងមើលដឹកឡានដឹកកម្មកររោងចក្រផងគ្រឿងម៉ាស៊ីនរថយន្តក្នុងការដឹកកម្មករថ្មីឬចាស់គ្រឿងឡានផ្សេងចាស់ទ្រុឌទ្រោមហើយយកមកប្រើប្រាស់ផ្ទុកមនុស្សលើសទម្ងន់បើវ៉ាចែងមិនគោរពច្បាប់ចរាចរណ៍មានបានបើកបរដែរឬទេបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់បាត់បង់ជីវិតមនុស្សខ្លះទៀតបើកបរក្នុងស្ថានភាពស្វឹងជោគដូច្នេះហើយជាហានិភ័យដល់ជីវិតកម្មករជាយថាហេតុដោយមើលមិនឃើញលោកស្រីរស់ច័ន្ទគុណធីវីបន្តទៀតថាតែកងឡានណាត្រូវមានស្មារតីទទួលខុសត្រូវដល់អាយុជីវិតអ្នករួមដំណើរនៅលើឡានច្រើនណាស់ឲ្យបានរឹងមាំយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ធានាបើកឲ្យមានសុវត្ថិភាពជូនអ្នកដំណើរដោយសេចក្តីសុខសេមសានគាត់បន្តថាមិនមែនលេងសើចទេណានាពេលកំពុងបើកបរជីវិតមិនមែនដាក់លក់ទៅលើទីផ្សារទេរួមដំណើរអ្នករួមដំណើរគឺផ្ញើវាសនាជីវិតសង្ខារស្ថិតលើដៃតកងហើយឡានតែម្នាក់នេះតកងឡានម្នាក់នេះឯងហើយដែលកាន់ចង្កូតរថយន្តបញ្ជាគ្រឿងម៉ាស៊ីនបាទកណនី Facebook របស់ជនបរទេសមួយដែលបង្រៀននៅស្រុកខ្មែរ40ឆ្នាំហើយបងប្អូន30-40ឆ្នាំហើយគ្រូបរទេសម្នាក់នេះជាមិត្តភក្តិរបស់ខ្ញុំផងគាត់ទៅសេថាអញ្ចេះគួរឲ្យសោកសង្រេងមែនតើគាត់ទៅសេជាភាសាអង់គ្លេសទេនៅស្រុកខ្មែរអញ្ញាធមមើលទៅដូចអត់មានធ្វើអីបានតែអង្គុយហើយចាំតែលើកមេដៃលើកអីហើយអើដូចថាចង់និយាយថាមិនបានដោះស្រាយបញ្ហាគឺរឿងបែបនេះគឺជាអត់ផុតពីនឹងមានគ្រោះថ្នាក់អញ្ចឹងទេបើនៅធ្វើដូចអញ្ចឹងជនបរទេសក៏គេឈឺឆ្អាលរឿងយើងដែរបងប្អូនចុះប្រធានសហភាពការងារកម្ពុជាលោកអាត់ធុនមកនោះវិញលោកនិយាយថាម៉េចលោកអាត់ធុនដែលជាប្រធានសហភាពការងារកម្ពុជា CLC គាត់និយាយចេះនេះមិនមែនជាលើកទី1ទេដែលកម្មករបានរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍បញ្ហានេះគួរតែត្រូវបានដោះស្រាយនិងកែលម្អមិនគួរកើតឡើងទៀតឡើយប្រធានសហជីពសម្ព័ន្ធសហជីពគាត់និយាយចឹងហើយឲ្យកម្មករទៅពឹងអីឥឡូវបានតែស្រែកបានតែថាគ្រប់គ្នាគាត់ថាគាត់ចូលរួមរំលែកទុក្ខហើយស្នើឲ្យក្រុមហ៊ុនរដ្ឋាភិបាលភាគីពាក់ព័ន្ធដោះស្រាយបញ្ហាផ្ដល់សំណងជួសជុលការខូចខាតបាទសំណងគេប្រាប់ហើយក្រសួងការងារហ្នឹងប៉ុន្តែយកទៅទៀតគ្រោះថ្នាក់ទៀតទៅសំខាន់គឺយើងត្រូវរកវិធានការបង្ការទប់ស្កាត់ការពារប្រសើរជាងព្យាបាលឥឡូវយើងទៅព្យាបាលទៅចែកលុយចែកសំណងអីហ្នឹងស្អំចិត្តតែប៉ុន្តែបើយើងនាំគ្នាធ្វើពីដើមខ្សែមកវាអត់មានអ្នកលងទឹកស្លាប់ទេដើមខ្សែយើងនឹងអង្គុយយកបបសជួយហ្នឹងវាល្អហើយប៉ុន្តែបើយើងនាំគ្នាទៅជួសជុលស្ពានខាងលើកុំឲ្យមនុស្សដើរធ្លាក់ទឹកយើងអត់ចាំមកស្រង់ទឹកមនុស្សលងទឹកនៅខ្សែខាងក្រោមនៅស្ពានជួយចវាហ្នឹងទេបាទឥឡូវនេះគឺយើងមានលិខិតថ្លែងទុកហ្នឹងក៏មានលោកទាសីហាដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិក៏លោកឈឺឆ្អាលដែរខ្ញុំសរសើរលោកមិនមែនខ្វល់តែរឿងតាហ៊ានជួមុខទេខ្វល់ដល់រឿងកម្មការរឿងនេះដែរយើងភ័ព្វសំណាងទៅមានថ្នាក់ដឹកនាំឯណាគិតរឿងតបរឿងព្រំដែនសក់100ជំរាកជ្រៀកទៅជាសរសៃតូចៗហើយមកគិតដល់កម្មករយើងទៀតលោកទាសីហានិងភរិយាថាមានសេចក្តីរន្ធត់យ៉ាងក្រៃលែងដោយចំពោះគ្រោះថ្នាក់ចរាចរណ៍ពីករណីកើតឡើងព្រមគ្នានៅខេត្តកំពង់ឆ្នាំងនិងស្វាយរៀងនេះគ្រោះថ្នាក់ចរាចរណ៍នេះគឺវាជាថ្ងៃដែលសោកស្ដាយបំផុតដែលមានបងប្អូនកម្មករស្លាប់ជាច្រើនរបួសជាច្រើនសូមឲ្យប្រជាពលរដ្ឋបើកបរដោយការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះសុវត្ថិភាពចរាចរណ៍និងគ្រប់ច្បាប់ចរាចរណ៍ទាំងអស់គ្នាកំពុងសរសើរគាត់ថាយកចិត្តទុកដាក់ជីវិតកម្មករកាត់ដេរគាត់ទៅបន្ទោសតារឿងអ្នកបើកបរឲ្យបើកបរប្រុងប្រយ័ត្នជាការពិតដែរបើប្រុងប្រយ័ត្ននឹងវាមិនសូវគ្រោះថ្នាក់ប៉ុន្តែលោកអត់ជួយប្រាប់រឿងចំនួនមនុស្សដឹកដោយគោដោយកបីនឹងផងទេអញ្ចឹងហ៎តែហើយទៅធ្វើបាបអីលោកទាសីហាគាត់ដោះស្រាយរឿងបញ្ហាព្រំដែននោះមិនតន់ចេញមកនិយាយអីរឿងកម្មករកាត់ដេរអីទៀតគាត់នេះជាសមានចិត្តរបស់ថ្នាក់ដឹកនាំដែលចង់បញ្ជាក់ប្រាប់ប្រជាពលរដ្ឋថាថ្នាក់ដឹកនាំបើប្រជាពលរដ្ឋមានទុកគឺមានថ្នាក់ដឹកនាំនៅទីនោះបាទន័យថាគេមិនភ្លេចទុករាជទេប៉ុន្តែទុករាជហ្នឹងគឺសូមលោកឲ្យបើកុំភ្លេចទុករាជនៅពេលដែលរាជមានទុកសូមឲ្យគិតទុករាជនៅពេលដែលរាជអត់ទាន់មានទុកនៅឡើយកុំឲ្យអាទុកហ្នឹងមកដល់អាហ្នឹងបានលោកជឿឆ្អាលមែនតើបាទឥឡូវខ្ញុំសូមស្លេះរឿងនេះប៉ុណ្ណេះសិនចុះបងប្អូនរឿងប៉ុណ្ណឹងអស់1ម៉ោងជាងបាត់ទៅហើយ